សម្រាប់ការគូបង្ហាញស្នាដៃពីអាយដាមមិនត្រឹមតែពូកែវោហាស័ព្ទទេអាយដាមមានខ្លួនមានតួអគារនឹងមានដំបូងអញ្ចឹងថាកន្លែងហ្នឹងតើយើងគិតយ៉ាងម៉េចខ្ញុំជាទៅបើមានឡងបានទំហំម៉ៃគឺយើងចាប់ពីបានឲ្យលើប៉ុន្តែបើធម្មតាខ្ញុំអាចចាប់ដំបូងបានអញ្ចឹងដំបូងយើងអាចពេលយើងគូយើងអាចចាប់មួយឡានសិនយើងត្រូវដឹងថាដំបូងយើងមានប្រមាណថ្នាក់ហើយបាននេះគឺសហើយបន្តមកទៀតបានមាននេះគឺដំបូងជាសមកអញ្ចឹងបាទហើយបន្តមកទៀតបាទយើងចាក់តួជំនាញហើយនឹងដំបូងដំបូងវាមានច្រើនប្រភេទវាមានមួយថ្នាក់ពីរថ្នាក់បីថ្នាក់ហើយមានមួយត្រួតពីរត្រួតបីត្រួតអញ្ចឹងដំបូងដែលខ្ញុំចាក់នេះគឺប្រភេទដំបូងបីត្រួតបាននេះចាក់មកជាវិញហ្វនៅកន្លែងនេះអញ្ចឹងពេលយើងចាក់ទម្រង់អញ្ចឹងហើយការប្រតិបត្តិគឺតាមក្រោយជាទូទៅបើសិនជាសំណងហ្នឹងតាមមួយជាន់គឺខ្ញុំតែងតែគិតថាគឺរបស់សំណងហ្នឹងស្មើនឹងពាក់កណ្ដាលតួអគារនេះຂະຫນາດហ្នឹងគឺដូចຂະຫນາດមនុស្សយើងអញ្ចឹងបានគេថាមនុស្សយើងមានចិត្តអាបងប្អូនគឺមួយຂະຫນាតមួយមុខយើងជាការដល់ចៅនេះអញ្ចឹងមួយຂະຫນាតទាំងអស់បាទបន្ទាប់ពីហ្នឹងហើយទើបខ្ញុំចាប់ផ្ដើមបំពាក់ក្បាច់ដូចតែខ្ញុំបានធ្វើមកអញ្ចឹងគឺយើងមានចំណុចកណ្ដាលនេះមួយហើយតោះមកយើងមានក្លានហើយបានពុទ្ធទូលឿនគឺយើងអាចធ្វើអញ្ចឹងបានហើយ tới cái lại thìមានទៅតមួយទៀតហើយបើមានឱកាសខ្ញុំមិនអាចបង្ហាញបានច្រើនហ្នឹងតែដោយសារពេលវេលាយើងមានកំណត់ខ្ញុំអាចបង្ហាញច្រើនបានសូមបង្ហាញប៉ុណ្្នឹងសិនបាទហើយអានេះយើងហៅថាសារាយនេះជួនកាលមានក្បាច់ធ្លាក់មកអញ្ចឹងហើយកន្លែងនេះយើងមានពុំហើយយើងមានជំនាញកន្លែងជំនាញនេះក៏សំខាន់ដែរពីច្រើនការដាក់ជំនាញយើងឥឡូវនេះច្រើនអត់សូវត្រូវហើយនេះយើងហៅថារោងស្ពៅអានេះយើងហៅកបបូលហើយបានគុំស្លាបបបូលរោងស្ពៅទៀតហើយបានគុំមួយជាន់ទៀតនេះស្លាបបបូលទៀតហើយអានេះទៅសរោងសងទៀតនេះនេះមួយទៀតហើយគឺនេះជឿទៅបកឈូកកាត់ផ្ងាហើយបានកន្លែងនេះគឺស្ដាររបស់យើងតែជឿទៅមានកើមួយហើយបើតាមភាសាគឺខ្ញុំឥឡូវយករចនាបថវិសាស្ត្រមកដាក់ច្រើនដែលមានកើនៅមុខនេះបានគឺថាជាសកលភាពនៃស្ថាបត្យកម្មមួយល្អដែរការរក្សានៅអត្តសញ្ញាណមានកើមុខនេះបាទហើយជារួមពេលគូហើយយើងឃើញសំណន់បែបនេះបាទអញ្ចឹងពេលបន្ទាប់ពីនឹងហើយយើងអាចដើម្បីចង់ដឹងថាវាមានដំបូលដាក់ដំបូលអីទៅវាមានតម្រងសង្ខារបែបណាយើងអាចតនឹងចិត្ត
và sau đó con đi chỉ cả một hàng phát ở trên như thế này với những ông này là họ còn một người còn một người បាទអរគុណមែនទែនសម្រាប់ការគូបង្ហាញស្នាដៃពីឯកឧត្តមមិនត្រឹមតែពូកែវោហាសាទេឯកឧត្តម